តែអ្នកធ្លាប់ស្រឡាញ់នរណាម្នាក់ដល់កម្រិតដែលអ្នកគិតថាគេគឺជាមនុស្សចុងក្រោយនៅក្នុងជីវិតតើធ្លាប់ដែរឬទេប៉ុន្តែចុងក្រោយគេក៏ចាកចេញទុកឲ្យអ្នកនៅម្នាក់ឯងជាមួយនឹងការឈឺចាប់យ៉ាងខ្លាំងជាមួយនឹងសំណួរដែលគ្មានចម្លើយថ្ងៃនេះខ្ញុំមកធ្វើវីដេអូមិនបាននិយាយបកស្រាយអំពីស្នេហាដ៏ស្រស់បំព្រងនិងគួរឲ្យស្រឡាញ់នោះទេខ្ញុំនឹងប្រាប់ពីស្នេហាដ៏បរាជ័យនិងមេរៀនដែលយើងអាចរៀនពីវាធ្វើឲ្យជីវិតល្អប្រសើរនៅពេលដែលយើងចាប់ផ្ដើមស្រឡាញ់នរណាម្នាក់អារម្មណ៍គឺពុះកញ្ជ្រោលខ្លាំងណាស់យើងចង់និយាយជាមួយគេរាល់ថ្ងៃយើងចង់ដឹងគ្រប់យ៉ាងពីគេយើងចាប់ផ្ដើមគិតថានេះហើយគឺជាស្នេហាពិតនេះហើយគឺជាអ្វីដែលអ្នកចង់បានប៉ុន្តែស្នេហាមិនមែនតែងតែមានន័យថានៅជាមួយគ្នារហូតនោះទេមនុស្សខ្លះចូលមកក្នុងជីវិតយើងមិនមែនដើម្បីនៅជាមួយយើងរហូតនោះទេតែដើម្បីបង្រៀនយើងអំពីអ្វីមួយដែលយើងមិនធ្លាប់ស្គាល់រសជាតិហេតុអ្វីបានជាស្នេហាបរាជ័យមិនមែនព្រោះអ្នកមិនល្អមិនមែនព្រោះអ្នកមិនគ្រប់គ្រាន់នោះទេមិនមែនព្រោះអ្នកមិនស្អាតមិនមែនព្រោះតែអ្នកមិនមានតម្លៃគ្រប់គ្រាន់នោះទេប៉ុន្តែព្រោះថាមនុស្សពីរនាក់មិនមានគោលដៅដូចគ្នាមនុស្សម្នាក់ស្រឡាញ់ច្រើនជាងម្ខាងម្នាក់ទៀតពេលវេលាក៏មិនត្រឹមត្រូវពេលខ្លះអ្នកអាចស្រឡាញ់គេយ៉ាងខ្លាំងប៉ុន្តែគេមិនបានស្រឡាញ់អ្នកខ្លាំងដូចដែលអ្នកបានធ្វើនោះទេហើយនោះក៏មិនមែនជាកំហុសរបស់អ្នកដែរការបែកបាក់ស្នេហាការបាត់បង់ស្នេហាមិនមែនត្រឹមតែបាត់បង់មនុស្សម្នាក់នោះទេគឺវាបាត់បង់អារម្មណ៍ដែលអ្នកធ្លាប់មានពេលវេលាដែលធ្លាប់ចែករំលែកនិងអនាគតផ្សេងដែលធ្លាប់ស្រមៃថានឹងធ្វើជាមួយគ្នាអ្នកចាប់ផ្ដើមមានអារម្មណ៍ថាមានអ្នកណាអាចយល់ពីអ្នកបានឬមិនមានអ្នកណាអាចជំនួសគេបាននោះទេប៉ុន្តែសូមចងចាំថាការឈឺចាប់ដ៏ខ្លាំងមួយនេះឬក៏មហាសាលនេះវាមិនមែននៅជាមួយអ្នកជារៀងរហូតឡើយការបរាជ័យស្នេហាវាមិនមែនជាការបាត់បង់អ្វីគ្រប់យ៉ាងនោះទេតើមេរៀនអ្វីខ្លះដែលយើងអាចរៀនពីវាបានបង្រៀនអ្នកឲ្យដឹងថាអ្នកគួរតែស្រឡាញ់ខ្លួនឯងឲ្យច្រើនជាងមុនមិនគួរដាក់ចិត្តដាក់បេះដូងដាក់កាយទៅលើមនុស្សម្នាក់ទាំងអស់នោះទេនិងមិនគួរបាត់បង់ខ្លួនឯងដើម្បីរក្សានរណាម្នាក់នោះឡើយវាបង្រៀនអ្នកឲ្យរឹងមាំឲ្យយល់ពីតម្លៃខ្លួនឯងនិងឲ្យចេះជ្រើសរើសមនុស្សឲ្យល្អជាងមុនថ្ងៃណាមួយអ្នកនឹងជួបមនុស្សម្នាក់អ្នកនឹងអាចញញឹមវិញដោយមិនចាំបាច់គិតពីគេហើយមនុស្សម្នាក់នោះនឹងធ្វើឲ្យអ្នកស្រឡាញ់ខ្លាំងជាងមុននឹងធ្វើឲ្យអ្នកបាត់អារម្មណ៍ឈឺចាប់ហើយថ្ងៃនោះអ្នកនឹងយល់ថាអ្វីដែលបានកើតឡើងមិនមែនជាការបាត់បង់នោះទេតែជាការរៀបចំឲ្យអ្នកជួបអ្វីដែលល្អជាងមុនបើថ្ងៃនេះអ្នកកំពុងឈឺចាប់ដោយសារតែរឿងស្នេហាសូមកុំគិតថាអ្នកនៅម្នាក់ឯងមនុស្សជាច្រើនក៏ធ្លាប់ឆ្លងកាត់ដូចអ្នកដែរសូមចាំថាមនុស្សដែលសមស្របសម្រាប់អ្នកនឹងមិនធ្វើឲ្យអ្នកសង្ស័យពីតម្លៃខ្លួនឯងឡើយស្នេហាអាចបរាជ័យបានប៉ុន្តែជីវិតអ្នកមិនត្រូវបរាជ័យនោះទេកំឡុងពេលដែលអ្នកចាប់ផ្ដើមចេះមានស្នេហាដំបូងគឺជាពេលវេលាដែលអរម៉ូននៅក្នុងរាងកាយរបស់អ្នកចាប់ផ្ដើមតេស្តពីសមត្ថភាពការគិតរបស់អ្នកពីសមត្ថភាពជួបបញ្ហាជួបការឈឺចាប់តើអ្នកដោះស្រាយវាបានដោយរបៀបណាតើអ្នកជាមនុស្សដែលប្រើអារម្មណ៍ទៅតាមអរម៉ូនតើអ្នកជាមនុស្សប្រើសតិសម្បជញ្ញៈដើម្បីបញ្ជាអារម្មណ៍នេះហើយជាចំណុចខ្លាំងរបស់មនុស្សម្នាក់ក្នុងវ័យដែលអ្នកចាប់ផ្ដើមមានស្នេហាក៏ជាក្នុងវ័យដែលអ្នក
កំពុងតែស្ថិតនៅក្នុងគ្រឹះនៃការសិក្សាដូចគ្នាបើសិនជាកំឡុងពេលដែលអ្នកកំពុងតែបុកគ្រឹះផ្ទះអ្នករវល់ផឹកស៊ីអ្នករវល់ដើរលេងតើគ្រឹះផ្ទះរបស់អ្នករឹងមាំដែរឬទេតើផ្ទះនោះអាចទប់នឹងខ្យល់ព្យុះនានាភ្លៀងទម្ងន់ដ៏ធ្ងន់នៃសមាជិកគ្រួសារបានដែរឬទេជីវិតរបស់អ្នកប្រៀបបានទៅនឹងអត្ថន័យនៃការសាងសង់ផ្ទះមិនរឹងមាំតើអាចទប់ទល់លំនឹងផ្សេងបានឬទេជីវិតដែលខ្សោយនៅមូលដ្ឋានគ្រឹះសិក្សាចំណេះដឹងតើអ្នកអាចឆ្លងកាត់នៅព្យុះភ្លៀងជីវិតបានដែរឬទេស្នេហាជាផ្នែកមួយនៃជីវិតស្នេហាមិនមែនជាអ្វីគ្រប់យ៉ាងនៃជីវិតត្រូវចាំជានិច្ចថាវាអាចហោះមកវាអាចហោះទៅវាជារឿងធម្មតាមនុស្សជួបរឿងសប្បាយចិត្តជួបរឿងខកចិត្តជួបរឿងឈឺចិត្តក៏ជារឿងធម្មតាកុំប្រើអារម្មណ៍មួយពេលមកកាត់សេចក្តីឲ្យជីវិតអ្នកពេញមួយជីវិតត្រូវចាំថាមនុស្សដែលក្បត់អ្នកត្រឹមតែជារបស់មួយដែលអ្នកគួរតែយកចេញពីជីវិតអ្នកឲ្យបានកាន់តែលឿនបំផុតអ្វីដែលអ្នកត្រូវធ្វើស្រឡាញ់ខ្លួនឯងឲ្យច្រើននិងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីមនុស្សដែលកំពុងតែស្រឡាញ់អ្នកខ្លាំងជាពិសេសគឺអ្នកមានគុណអាណាព្យាបាលរបស់អ្នកពួកគាត់ចង់ឃើញអ្នកញញឹមចង់ឃើញអ្នករីករាយចង់ឃើញអ្នកជោគជ័យនៅក្នុងជីវិតបើសិនជាអ្នកនៅផ្ដេកផ្ដួលនៅអារម្មណ៍ឈឺចាប់មួយពេលដោយសារស្នេហាគឺជាស្នេហានៅក្នុងវ័យគ្រឹះសិក្សាតើអនាគតអ្នកនឹងទៅជាយ៉ាងណាតើអ្នកអារម្មណ៍មូលក្នុងការរៀនសូត្រដែរឬទេយើងមិនអាចជួយខ្លួនឯងបានតែយើងអាចជួយមនុស្សដែលយើងស្រឡាញ់បានដែរឬទេបើសិនជាធនធានមនុស្សយុវជនដូចជាអ្នកចុះខ្សោយជាច្រើនកាន់តែច្រើនតើអនាគតប្រទេសជាតិទៅជាយ៉ាងណាសង្ឃឹមថាវីដេអូនេះអាចដាស់សតិបងប្អូនយុវជនយើងបងប្អូនក្មួយៗទាំងឡាយដាស់អារម្មណ៍មកវិញស្គាល់អ្វីដែលជារឿងមានប្រយោជន៍ចាំបាច់ធ្វើរឿងចាំបាច់ជាមុនជាដុំជាកពុនជាមុនចាំគិតរឿងតូចតាចមិនសមបំណងវាគ្រាន់តែជាអារម្មណ៍តូចតាចមនុស្សដែលធ្វើការងារធំមិនខ្វល់មិនឈឺចាប់នឹងរឿងតូចតាចអាចខូចអារម្មណ៍តិចតួចប៉ុន្តែมันអាចឲ្យវាមកប៉ះពាល់នៅទស្សនវិស័យចក្ខុវិស័យនិងការធ្វើដំណើរដ៏ធំសម្បើមរបស់យើងនៅថ្ងៃអនាគតឡើយអនាគតចំណេះដឹងមូលដ្ឋានគ្រឹះគឺសំខាន់ត្រូវឆ្លងឲ្យផុតណាអារម្មណ៍ខ្លះពិតជាពិបាកទ្រាំការឈឺចាប់ខ្លះពិតជាពិបាកទទួលយកតែនេះហើយគឺជាជីវិតនេះហើយគឺជាអ្វីដែលជីវិតត្រូវហែលឆ្លងកាត់មនុស្សមានទំនួលខុសត្រូវច្រើនទើបកើតជាមនុស្សបើយើងចង់បានជីវិតដែលមិនមានទំនួលខុសត្រូវច្រើនយើងមិនមែនជាមនុស្សនោះទេតែចាំថាយើងកើតមកនេះយើងជំពាក់គុណមនុស្សជាច្រើនជាពិសេសអាណាព្យាបាលនិងឪពុកម្ដាយរបស់យើងសង្ឃឹមថាទាំងអស់គ្នាយល់ពីអត្ថន័យទាំងមូលនៃវីដេអូនេះហើយក្នុងវីដេអូនេះមិនមែនបានន័យថាមិនឲ្យអ្នកទាំងអស់គ្នាមិនឲ្យតម្លៃស្នេហានោះទេការដែលមានស្នេហាវាជារឿងធម្មតារបស់អារម្មណ៍យុវវ័យកំឡុងពេលដែលអរម៉ូនកំពុងតែប្រែប្រួលចេះបំលែងវាទៅជាអាវុធសម្រាប់ឲ្យពង្រឹងផ្លូវចិត្តសម្រាប់ការលើកទឹកចិត្តគ្នាដើម្បីឲ្យខំរៀនកាន់តែខ្លាំងខំស្រាវជ្រាវកាន់តែខ្លាំងធ្វើយ៉ាងណាឲ្យសមត្ថភាពនៃការរៀនសូត្រយើងកាន់តែខ្លាំងនៅពេលដែលយើងមានចំណេះដឹងខ្លាំងយើងមានខ្លួនឯងគឺជាពំនឹងពឹងផ្អែកខ្លួនឯងគឺជាបង្អែកនៃគ្រួសារប្រទេសជាតិនោះហើយគឺជាដំណើរជីវិតរបស់មនុស្សជោគជ័យបើគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច share និងចូល comment ពាក្យល្អៗខាងក្រោមទាំងអស់គ្នាណាជូនពរឲ្យអ្នកទាំងអស់គ្នាធ្វើដំណើរទៅកាន់ទំព័រជីវិតរបស់អ្នកទាំងអស់គ្នារៀងៗខ្លួនទទួលបាននៅលទ្ធផលល្អប្រសើរកុំភ្លេចពាក្យមួយម៉ាត់ថាមានតែការតស៊ូអត់ធ្មត់និងព្យាយាមតែប៉ុណ្ណោះទើបសម្រេចបាននៅលទ្ធផលបាយបាយ